ดัมสายสำอัลประธานกรมการងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុអញ្ជើញចូលរួមប្រកាសតែងតាំងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងកំពង់សោមពិធីចាត់តាំងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងកំពង់សោមនិងក្រុមការងារគណៈបកក្រុងកំពង់សោមនៃខេត្តព្រះសីហនុហើយពិធីនេះដោយក្រោមការអញ្ជើញជាគណៈអធិបតីពីអាដាមសាយសំអាលអបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុដោយពិធីនេះបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃសុក្រទី10ខែតុលាឆ្នាំ2025សូមបញ្ជាក់ផងដែរថាពិធីប្រកាសតែងតាំងសមាជិកដោយយោងតាមសេចក្តីសម្រេចស្តីពីការចាត់តាំងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោមលេខ013សសររាពសណូសម្រាប់តែងតាំងអាដាមឡាវទឹកសីហារដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោមនិងសមាជិកជាច្រើនរូបទៀតរួមទាំងសេចក្តីសម្រេចស្តីពីការចាត់តាំងសមាជិកក្រុមការងារគណៈបកចុះមូលដ្ឋានក្រុងកំពង់សោមខេត្តព្រះសីហនុលេខ009សសរបពសណូអាដាមសុកលយានជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានក្រុងកំពង់សោមនិងមានសមាជិកជាច្រើនរូបផ្សេងទៀតដោយក្នុងពិធីប្រកាសតែងតាំងសមាជិកនាពេលនេះមានការចូលរួមប្រមាណជាង 1000 នាក់ហើយឆ្លៀតនៅក្នុងឱកាសនោះផងដែរលោកនួនប៊ុនថុលអភិបាលនៃគណៈអភិបាលក្រុងកំពង់សោមបានអាននៅរបាយការណ៍សង្ខេបនិងភូមិសាស្ត្រស្ថានភាពទូទៅក្នុងក្រុងកំពង់សោមត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ201អនក្របកដោយបានកាត់យកឃុំចំនួន5ពីស្រុកព្រៃនប់រួមមានឃុំបាត្រាងឃុំរៀមឃុំបឹងតាព្រំនិងឃុំអូជ្រៅដោយមាន23ភូមិនិងមានចម្ងាយ20គីឡូម៉ែត្រពីទីរួមខេត្តព្រះសីហនុដែលជាទីក្រុងសេដ្ឋកិច្ចគំរូពហុបំណងនិងមានអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុពាណិជ្ជកម្មឧស្សាហកម្មនិងទេសចរណ៍ដែលស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជានៅឱកាសនោះអាដាមសាយសំអាលអបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុបានថ្លែងថាក្នុងការចូលរួមប្រកាសសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោមនិងក្រុមការងារគណៈបកក្រុងកំពង់សោមខេត្តព្រះសីហនុនាពេលនេះព្រមទាំងបានថ្លែងអំណរគុណចំពោះសមាជិកាដែលបានចូលរួមហើយមានកិច្ចការងារមួយចំនួនទៀតដែលយើងត្រូវបន្តធ្វើ1ការគ្រប់គ្រងសមាជិកឲ្យបានល្អខ្ជាប់ខ្ជួន2សមាជិកានៅក្នុងមូលដ្ឋានដើរតាមមាគ៌ាដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាក្នុងការចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិឈានទៅសម្រេចចក្ខុវិស័យជាប្រទេសដែលមានចំនួនខ្ពស់នៅឆ្នាំ2050 3ការងាររដ្ឋបាលសាធារណៈក្នុងនាមយើងជាអ្នកដឹកនាំតើយើងត្រូវធ្វើអ្វីខ្លះលើគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរបស់យើងដោយទន្ទឹមនោះអាដាមសាយសំអាលក៏បានធ្វើការណែនាំដល់ប្រធានក្រុមការងារចុះមូលដ្ឋានក៏ដូចជាក្រុមការងារគណៈបកចុះមូលដ្ឋានក្រុងកំពង់សោមជាពិសេសអាជ្ញាធរក្រុងសង្កាត់ទាំង5ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង7ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្ដោតសំខាន់ធ្វើយ៉ាងណាឲ្យភូមិឃុំសង្កាត់មានសុវត្ថិភាពផ្ដោតសំខាន់ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់អ្នកវិនិយោគនិងភ្ញៀវទេសចររួមទាំងប្រជាពលរដ្ឋនៅក្នុងការរស់នៅប្រកបដោយសុខស្រួលហើយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងត្រូវអនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវចំពោះគោលនយោបាយនិងគោលការណ៍នានារបស់រាជរដ្ឋាភិបាលក្នុងការចូលរួមថែរក្សាការពារបានយ៉ាងរឹងមាំនៅសន្តិភាពអធិបតេយ្យជាតិបូរណភាពទឹកដីស្ថិរភាពនយោបាយសន្តិសុខសុវត្ថិភាពសង្គមសណ្ដាប់ធ្នាប់សាធារណៈនិងយកចិត្តទុកដាក់ជំរុញជាប់ជាប្រចាំនៅការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពព្រមទាំងបដិញ្ញាប្រយុទ្ធប្រឆាំងជាមួយអក្រិតជនជួញដូរមនុស្សជួញដូរគ្រឿងញៀនជួញដូរអាវុធបង្ខាំងមនុស្សនិងបទល្មើសផ្សេងៗទៀតឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់